ប្រជាពលរដ្ឋកំពុងធ្វើសឹកចេញពីភូមិព្រៃច័ន្ទទាំងយប់បានបញ្ជាក់ថាយោធាថៃបានលុបបំបាញ់ប្រជាជនខ្មែរយើងសោះតែម្ដងខណៈពួកគាត់កំពុងនៅយាមចាក់ផ្ទះពួកគាត់បានបញ្ជាក់ថាការបាញ់នោះគឺបាញ់អស់ជាច្រើនបង់ដោយគ្មាននរណាដឹងមុនឡើយក្រោយការបាញ់ប្រហារសារព័ត៌មានថៃជាច្រើនបានចុះផ្សាយថាភាគីថៃមិនបានបាញ់ប្រជាពលរដ្ឋកម្ពុជាទេគឺយោធាកម្ពុជាជាអ្នកបាញ់ពលរដ្ឋខ្លួនឯងហើយទម្លាក់កំហុសដាក់លើភាគីថៃទៅវិញចំណែកក្រុមអ្នកសង្កេតការណ៍ AOT បានស្នើឲ្យភាគីថៃបើកកាមេរ៉ាដែលបង្កប់នៅក្នុងភូមិព្រៃច័ន្ទប៉ុន្តែភាគីថៃបែរជាបដិសេធទៅវិញតាមពិតមុនការបាញ់ប្រហារមួយថ្ងៃនាយករដ្ឋមន្ត្រីអនុទិនបានបើកភ្លើងធៀបដល់ការលើកទឹកចិត្តឲ្យយោធាថៃបង្កសង្គ្រាមរួចទៅហើយដោយលោកស្លៀកពាក់ឈុតប៉ារ៉ាទ័ពប្រយុទ្ធពិសេសហើយឡើងមកកាន់តំបន់ភូមាគឺដែលជាតំបន់យុទ្ធសាស្ត្រសង្គ្រាមដ៏ខ្លាំងគំគុកហើយចេញសេចក្តីប្រកាសបើកដៃឲ្យយោធាថៃធ្វើសង្គ្រាមស្លៀកប្រយុទ្ធថែមទៀតផងមិនតែប៉ុណ្ណោះសូម្បីកងទ័ពអាកាសថៃក៏បង្ហាញសាច់ដុំ F16 ទុកជាការសាច់ផងដែរសូមបញ្ជាក់ជូនថាមុនស៊ីនថាឃ្លាំងមុននឹងក្រោយចូលនិវត្តន៍ក៏តែងតែនិយាយដល់ដែរថានឹងយកប្រាសាទតាក្របីភូមិជោគជ័យភូមិព្រៃច័ន្ទឲ្យខាងទៅបានដូច្នេះមានន័យថាថៃមិនព្រមបញ្ឈប់ទេយោងតាម account Facebook របស់យោធាខ្មែរម្នាក់នៅក្រៅប្រទេសបានប្រកាសឲ្យពលរដ្ឋកម្ពុជាចូលរួមប្រឹងយោធានិងរដ្ឋាភិបាលថៃទៅតុលាការយុត្តិធម៌អន្តរជាតិ ICC លោកបានបញ្ជាក់ថាយើងចូលជាមួយកម្ពុជាយើងការពារសន្តិភាពនិងយុត្តិធម៌យើងសូមអំពាវនាវទៅកាន់ក្រុមគ្រួសារមិត្តភ័ក្តិនិងសហការីសហគមន៍អន្តរជាតិចូលជាមួយប្រទេសកម្ពុជាកងកម្លាំងអាវុធនៃព្រះរាជាណាចក្រថៃបានអនុញ្ញាតដឹកនាំនិងធ្វើសកម្មភាពយោធាខុសច្បាប់ប្រឆាំងនឹងប្រទេសកម្ពុជារួមមាន1ប្រើប្រាស់គ្រាប់បែកចង្កោមដែលបង្កគ្រោះថ្នាក់ដោយមនុស្សអើងនិងមានផលប៉ះពាល់យូរអង្វែងដល់ប្រជាពលរដ្ឋស៊ីវិលនិងបរិស្ថាន2សម្លាប់និងការវាយប្រហារគោលដៅជនស៊ីវិលនិងទីតាំងដែលត្រូវបានការពារដែលជាការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ3ការវាយប្រហារលើតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ប្រាសាទព្រះវិហារដែលជានិមិត្តរូបដ៏សំខាន់នៃបេតិកភណ្ឌវប្បធម៌កម្ពុជា4រំលោភទឹកព្រមព្រៀងបាត់ឈប់បាញ់ចាប់ខ្លួននិងបន្តឃុំខ្លួនទាហានកម្ពុជាចំនួន18នាក់ដោយខុសច្បាប់5ការដាក់គម្រាមឧបករណ៍បញ្ចេញសម្លេងចម្ងាយឆ្ងាយនិងឧបករណ៍បញ្ចេញសម្លេងប្រភេទផ្សេងទៀតប្រឆាំងនឹងជនស៊ីវិលដែលបណ្ដាលឲ្យប៉ះពាល់ត្រចៀកនិងភាពតានតឹងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ6ដាក់របាំងលុបបន្លារារាំងផ្លូវដោយខុសច្បាប់និងការបំផ្លាញទ្រព្យសម្បត្តិរបស់ជនស៊ីវិលដោយចេតនានៅក្នុងទឹកដីកម្ពុជា7ប្រើប្រាស់កាំភ្លើងគ្រាប់កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកប្រឆាំងនឹងជនស៊ីវិលដែលបណ្ដាលឲ្យមានរបួសនិងប្រើប្រាស់កម្លាំងដោយវិធីខុសច្បាប់ប្រឆាំងនឹងជនស៊ីវិលតាមរយៈការចុះហត្ថលេខាអ្នកបានយល់ព្រមចូលរួមការពារសន្តិភាពសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជារាល់ហត្ថលេខាគឺជាជំហរប្រឆាំងនឹងការឈ្លានពាននិងជាសម្លេងដើម្បីទាមទារយុត្តិធម៌យើងជួបរួមគ្នាដើម្បីសន្តិភាពយុត្តិធម៌និងសេចក្តីថ្លៃថ្នូររបស់មាតុភូមិយើងការនេះធ្វើឡើងដោយផ្អែកលើមាត្រា15នៃលក្ខន្តិកៈទីក្រុងរ៉ូម